Hello everybody, so right now welcome to chapter 4 so todayបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកនរគ្នាមកកាន់ជំពូក4 Numbers and Statistics Numbers and Statistics មានន័យថាចំនួនលេខហើយនិងស្ថិតិអូខេចំនួនហើយនិងស្ថិតិ Okay, so now look at the explanation below ឥឡូវយើងចូលមកមើលពាក្យឬក៏ការបញ្យល់នៅខាងក្រោម Okay, fractions, decimals and percentages are all pronounced differently in spoken English, following a few simple rules. Okay, ពាក្យថា fractions គឺមានន័យថាប្រភាគ decimals មានន័យថាទស្សភាគ and percentages គឺភាគរយអញ្ចឹងពួកគាត់ទាំងអស់នោះគឺត្រូវបានមានន័យថាពួកគេទាំងអស់ហ្នឹង fraction ប្រភាគទស្សភាគហើយនិងភាគរយហ្នឹងគឺត្រូវបានបញ្ចេញសំឡេងខុសៗគ្នានៅក្នុងការនិយាយភាសាអង់គ្លេសឬក៏នៅក្នុង spoken English បើនៅក្នុង spoken English ពាក្យថា fractions decimal and percentage យើងត្រូវបានបញ្ចេញសំឡេងខុសៗគ្នាឥឡូវយើងចូលមក rule ទាំងអស់គ្នា following a few rules គឺបានន័យថាធ្វើតាម rule simple ចំនួន 2-3 ដែរអូខេSo now let's move to the next chapter, chapter 4.1 Key language fractions. Fractions មានន័យថាប្រភាគអូខេឥឡូវយើងមើលប្រភាគគេបញ្យល់យើងរៀនគណិតវិទ្យាឥឡូវយើងមករៀនគណិតវិទ្យាក្នុងភាសាអង់គ្លេសម្ដងទៀតណា You might see fractions written out as word aside from half and quarter.The bottom number of a fraction is written or spoken as an ordinal number. You might see fractions written out as words. គេថាអ្នកអាចនឹងឃើញពាក្យថា fraction ហ្នឹងគឺត្រូវបានសរសេរចេញជាពាក្យច្រើនមិនមែនមានតែមួយពាក្យរៀនហ៎ Aside from half កន្លះ aside from ហ្នឹងមកពីពាក្យកន្លះនិងពាក្យថា quarter អូខេពាក្យ half ពាក្យ quarter ជាមួយយើងបកប្រែតាមមក half and quarter The bottom number of a fraction is written or spoken as an ordinal number គេថាចំនួនលេខនៅខាងក្រោមប្រភេទហ្នឹងគឺត្រូវបានសរសេរឬក៏ត្រូវបាននិយាយជា ordinal number តើ ordinal number ហ្នឹងអីគេ ordinal number ហ្នឹងយើងមាន ordinal number cardinal number អញ្ចឹងពាក្យថា ordinal number គឺជាលេខបូរណសង្খ্យាគឺជាលេខដែលយើងរាប់ first second third fourth បើ cardinal number 1 2 3 4 5 6 7 8 9 10លេខធម្មតាណាអូខេឥឡូវយើងមើលលេខនេះ1/4នេះគឺភាសាអង់គ្លេសគេថា a quarter 1/4 ហើយ1/3 a third ហើយ1/2 a half 1/2 1កាត់ជា2គឺថា a half អូខេ3/5 អូខេ 3/5 អូខេលេខនេះគឺមានន័យថា1កន្លះដែលភាសាអង់គ្លេសថា one and a half 1កន្លះអូខេយើងមើលសេចក្តីបញ្យល់នៅខាងក្រោម 1/3 ឬក៏ a third យើងប្រើ ordinal number យើង use ordinal numbers for the bottom of a fractions យើងគេប្រើ ordinal number បានន័យថាប្រើលេខបូរណសង្খ্យាលេខទី1ទី2ទី3ហ្នឹងណានៅខាងក្រោមពភាគអូខេហើយមួយនេះ 3/5 យើងប្រើលេខ cardinal number គឺលេខរៀងធម្មតា1 2 3 4 5មិនមែនទី1ទី2ទី3ទេ
hay 1 2 3 4 5 men first second third fourth thế nơi khẳng lơ ok nơi khẳng lơ fraction nơi khẳng lơ phía 7 phía pram ok cái an thá 3/5 hay mũi nè mũi hai nâng cả là ông lấy tham 1.5 mũi hai nâng cả là used and to link a whole number and a fraction យើង ប្រើ n ដើម្បី ភ្ជាប់ លេខ ទាំង អស់ ហ្នឹង ទៅ កាន់ នឹង fraction ទៅ កាន់ នឹង ប្រភេទ របស់ យើង Okay thank you very much everybody for your attention អរគុណ អ្នក ទាំង អស់ គ្នា ចំពោះ ការ តាមដាន វីដេអូ មួយ នេះ សង្ឃឹម ថា អ្នក ទាំង អស់ គ្នា នឹង ស្គាល់ ពាក្យ ក៏ ដូចជា អំពី ការ និយាយ លេខ ជាមួយ នឹង ប្រភេទ អូខេ ហើយ ចងចាំ គឺ ថា លេខ នៅ ខាង លើ ប្រភេទ គេ ប្រើ cardinal number គឺ លេខ ធម្មតា 1 2 3 ហើយ លេខ ខាង ក្រោម ប្រភេទ គឺ យើង ប្រើ first second third អូខេ មុន នឹង បញ្ចប់ សូម អ្នក ទាំង អស់ គ្នា complete ស្ដាប់ សំឡេង ដើម្បី អនុវត្ត ការ បញ្ចេញ សំឡេង ក៏ ដូចជា ការ ស្ដាប់ ជាមួយ ជនជាតិ ដើម ផង ដែរ Thank you see you in the next video A quarter A third A half 3/5 1.5 Hello everybody so right now welcome to chapter 4.2 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកនរអរគ្នាមកកាន់ជំពូក 4.2 Key Language Decimals មានន័យថាទស្សភាគជាភាសាខ្មែរអូខេ Decimals are always written as numbers not words គេថា decimal ឬក៏ទស្សភាគគឺជាធម្មតាឬក៏គេតែងតែសរសេរជាលេខមិនមែនជាពាក្យ The decimal point is pronounced point and all numbers after the decimal point are spoken separately គេថា decimal point ឬក៏ទស្សភាគចំណុចនៃទស្សភាគគឺគេបញ្ចេញសំឡេងថា point ចុចហ្នឹងណា point ហើយចំនួនលេខទាំងអស់បន្ទាប់ពីទស្សភាគបន្ទាប់ពី point ហ្នឹងគឺគេអានរាយទាំងអស់អូខេគឺគេអានរាយអត់អាន17 20 30 ទេបាទ17 17.17អីចឹងណាអូខេឥឡូវយើងមើល 0.5 នេះកន្លះនេះគេអានថា 0.5 អូខេឬ not 0.5 ពាក្យថា not គឺមានន័យថា 0 ហ្នឹងឯងអត់មានហ្នឹងឯង nothing not 0.5 ហើយឬក៏ 0.5 អូខេយើងមាន 0.5 not 0.5 0.5 អញ្ចឹងយើងមានវិធី 3 អានេះគឺគេថាយើងមានវិធី 3 ដើម្បីនិយាយចំនួនទស្សភាគដែលចាប់ផ្ដើមដោយ 0 ដែលចាប់ផ្ដើមដោយ point អូខេឥឡូវយើងមើលលេខនេះវិញម្ដង 1.7 1.7 ឥឡូវយើងមើលពាក្យថា 3.97 គេអានម៉េចអូខេឥឡូវយើងមើលគេអានជាភាសាអង់គ្លេស 3.97 អូខេឥឡូវយើងមើលឧទាហរណ៍យើងមើលសេចក្តីបញ្យល់គេខាងក្រោម You don't say 3.7 You don't say 3.97 យើងអត់និយាយថា 3.97 ដោយខ្ញុំនិយាយភាសាខ្មែរមិញ 3.97 គេអត់និយាយចឹងទេអញ្ចឹងគេនិយាយថា 3.97 អូខេឥឡូវយើងមើលព្រួញទៅកាន់ចំណុច point ឬក៏ហៅថាទស្សភាគ point ហ្នឹងណា decimal points are written in English using a period or full stop អញ្ចឹង decimal point ហ្នឹងគឺគេប្រាប់ថាយើងទៅសេក្នុងភាសាអង់គ្លេសគឺយើងប្រើ period ហ្នឹងគឺសញ្ញាខណ្ឌហ្នឹងណា
ឬក៏ full stop ហើយនឹង period ហ្នឹងគឺដូចគ្នាទេ Okay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នាចេះពីរបៀបអានទស្សភាគទាំងអស់គ្នា Okay មុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នាស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងក៏ដូចជាការស្ដាប់ជាមួយនឹងជនជាតិដើមផងដែរ Thank you see you in the next video Point 5 0.5 0.5 1.7 3.97 Hello everybody so right now welcome to chapter 4.3 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 4.3 key language percentages ពាក្យថា percentage គឺមានន័យថាភាគរយ okay the percentage សញ្ញាហ្នឹង the percentage symbol is written and spoken as percent គឺគេថាសញ្ញាភាគរយគឺត្រូវបានសរសេរក៏ដូចជានិយាយថា percent យើង spell P E R C E N T percent មិនមែន person okay គឺ percent you might also see percent written in UK English គឺពាក្យថា percent គឺត្រូវបានសរសេរនៅក្នុងប្រទេសអង់គ្លេសនៅក្នុងប្រទេសអង់គ្លេសគឺគេសរសេរដាច់ពីគ្នាអញ្ចឹង per ហើយបាន cent percentages are normally written as numbers not words ហើយពាក្យថាឬក៏ភាគរយហ្នឹងគឺតែគេធម្មតាគេសរសេរជាលេខគេអត់សរសេរជាពាក្យទេអូខេដូចនៅហ្នឹងចឹងឧទាហរណ៍ទី1ចឹង 1% អូខេយើងមើលលេខហ្នឹង 1% យើងមើលអក្សរគេសរសេរថា 1% នេះ 99% 99% 55.5% គេអាន 55.5% 55.5% អូខេយើងមើលសញ្ញាភាគរយរបស់គេ The percent symbol is pronounced percent គេថា symbol ឡើងលើនេះអា0ហើយក្បៀស0នេះយើង pronounce ថា percent អូខេOkay thank you very much everybody for your attention អរគុណដល់ទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្គាល់អំពីភាគរយឬក៏ symbol របស់ percent symbol ឬក៏សញ្ញាដែលយើងអានថាជាភាគរយនៅក្នុងភាសាអង់គ្លេសហើយមុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នាកុំភ្លេចស្ដាប់សំឡេងដើម្បីអនុវត្តការស្ដាប់ក៏ដូចជាការបញ្ចេញសំឡេងជាមួយជនជាតិដើមផងដែរ Thank you see you in the next video 1% 99% 55.5% Hello everybody so right now welcome to chapter 4.4 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកនរគ្នាមកកាន់ជំពូក 4.4 say the numbers out loud ចូលអ្នកនរគ្នានិយាយលេខនេះឲ្យបានលឺឥឡូវទី1គឺគេធ្វើហើយណាឥឡូវសូមសួរថាទស្សភាគប្រភេទគេថាម៉េចភាសាអង់គ្លេសforget maybe ភ្លេចណាអូខេប្រភេទភាសាអង់គ្លេសថា fractions ហើយចុះទស្សភាគគឺ decimal អូខេសង្ឃឹមថាមិនភ្លេចទេណាព្រោះអាលំហាត់នេះគេឲ្យយើងនិយាយពីប្រភេទនិងទស្សភាគហ្នឹងឥឡូវយើងមើលលំហាត់ទី1អានេះអីគេ 30% ហ្នឹងអាហ្នឹងគេហៅអីគេ 30% ជាភាសាអង់គ្លេសគេអានថាម៉េច 30% អាហ្នឹងជាចំនួនអី 30% ហ្នឹងអូខេមកទី2 0.75 ខ្ញុំសូមអានខ្មែរថា 0.75 ណាក៏ប៉ុន្តែវាអត់ត្រូវទេពេលយើងអានខ្មែរអញ្ចឹងប៉ុន្តែអង់គ្លេសអត់ឲ្យអានអញ្ចឹងទេ
សង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានហើយ1ភាគ8អង់គ្លេសថាម៉េច 82% ទី4 82% ភាគរយអង់គ្លេសថាម៉េចភាគរយ 82 អង់គ្លេសថាម៉េច 82 speak loudly និយាយឲ្យលឺ 2.9 ហើយទី6គឺជាលំហាត់ចុងក្រោយ 3 ហើយមាន 1 តូចហើយមានភាគ 2 ទៀតអាហ្នឹងបានន័យថាម៉េចនៅក្នុងលំហាត់មុនគឺអីគេមាន1ហើយមាន 1 ទៀតហើយភាគ 2 គេអានថា 1 and a half ចុះអានេះ 3 ហើយនឹង 1 ភាគ 2 គេអានថាម៉េច Okay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានស្ដាប់ក៏ដូចជាតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនិយាយត្រូវចំពោះលេខទាំងអស់នេះអូខេមានប្រភេទមានទស្សភាគហើយមុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នា complete ស្ដាប់សំឡេងដែលមានជនជាតិដើមគាត់និយាយហើយអ្នកទាំងអស់គ្នាអាចអនុវត្តការស្ដាប់ក៏ដូចជាការនិយាយជាមួយពួកគាត់បន្ថែម Thank you see you in the next video អរគុណជួបគ្នានៅវីដេអូក្រោយទៀត 3/4 30% 0.75 0.75 0.75 an eighth 1/8 82% 2.9 3.5 Hello everybody so right now welcome to chapter 4.5 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 4.5 Listen to the audio and complete the sentences used with numbers Listen to the audio and complete the sentences with numbers ចូលអ្នកទាំងអស់គ្នាស្ដាប់សំឡេងហើយបំពេញប្រយោគដោយប្រើប្រាស់លេខអូខេដោយប្រើប្រាស់លេខ You will hear a sports report from the athletics championship អញ្ចឹងយើងនឹងឮរបាយការណ៍ដែលគេនិយាយអំពីកីឡាណោះកីឡា report របាយការណ៍អំពីកីឡាដែលមកពីម្ចាស់ champion អត្តពលិកអូខេគេអត្តពលិកគឺអ្នកលេងកីឡាហ្នឹងឯង athletic គឺអត្តពលិកឥឡូវយើងមើលទី1គឺគេធ្វើរួចហើយ Jerry Smith beats the 400 meter record by 1.5 seconds គេថា beat ហ្នឹងបែរថា Jerry Smith ហ្នឹងគាត់រត់400 ម៉ែត្របានន័យថាគាត់បំបែកឯកតកម្ម400 ម៉ែត្រគាត់រត់ដោយប្រើពេលតែ 1.5 second 1.5 វិនាទី Jerry Smith beat the 400 meter record by 1.5 seconds គាត់នេះរត់400 ម៉ែត្រក្នុងរយៈពេល 1.5 វិនាទីលឿនម្ល៉េះអូខេឥឡូវយើងមើលលំហាត់ទី1 Kamal Maibu's time is Kamal Maibu's in the 400 meter was what កន្លែងនេះអីគេ Kamal Maibu's time second នាទីនៅកន្លែងនេះទី2Kenya holds can hold you hold លើកហ្នឹងណា long distance medal មេដាយ long distance ហ្នឹងគឺវែងអូខេ distance គឺចម្ងាយវែង Suchin jumped Suchin jump ទី3 Suchin jumped meter jump load meter mile high jump load កម្ពស់អូខេ high jump គឺ load កម្ពស់ទី4 The Millennium Stadium was
stadium ពហុកីឡាដ្ឋាន Millennium ត្រូវបានអានេះ full នឹងពេញអូខេទី5 Lorna Davis jumped Lorna Davis load blah 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 meters made in a long jump អានេះគេអានេះ load ចម្ងាយថាប្រមាណម៉ែត្រ load បានឆ្ងាយទេហើយអា high jump គឺ load បានខ្ពស់អូខេគឺ load កម្ពស់ 6 John Wood won the 800m 800 meters ទេ 800m by blah second ឈ្នះអីគេអូខេអ្វីនៅក្នុងចន្លោះនេះសូមអ្នកទាំងអស់គ្នាស្ដាប់ហើយបំពេញឲ្យបានត្រឹមត្រូវទៅចុះអូខេខ្ញុំមិនអាចប្រាប់ថាមិនបានទេពីព្រោះតើអ្នកទាំងអស់គ្នាស្ដាប់សិនហើយបាទអ្នកទាំងអស់គ្នាអាចបំពេញបានអូខេ thank you very much for your attention អរគុណចំពោះការតាមដាន see you in the next video And now the highlights from today's athletics championship. Australia's Jerry Smith beat the world 400 meters record by 1.5 seconds. Kenya's Kamau Buru won silver in the 400 meters with a time of 43.4 seconds. Kenya now holds 50% of the long-distance medals. China's Su Qin won the women's high jump with an incredible jump of 2.05 meters. Although the Millennium Stadium was only 3/4 full today, spectators were thrilled to see Lorna Davis win the women's long jump with a jump of 7.12 meters and John Wood win the 800 meters by 2.75 seconds. Hello everybody so right now welcome to chapter 4.6 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 4.6 say the sentences out loud saying the numbers correctly ចូលអ្នកទាំងអស់គ្នានិយាយប្រយោគនោះឲ្យលឺដោយនិយាយចំនួនលេខឲ្យបានត្រឹមត្រូវអូខេឥឡូវយើងមើលឧទាហរណ៍នៅក្នុងនេះណាគេធ្វើរួចហើយលេខទស្សភាគលេខទស្សភាគហើយនិងលេខពភាគអូខេយើងបានរៀនរួចហើយណា Atlee jumped 8.96 meters in the long jump អញ្ចឹងគេថាគេសរសេរមកណាគេសរសេរជាលេខគេសរសេរជាអក្សរអានេះលេខនៅលើនេះយើងសរសេរជាអក្សរវិញ Atlee jumped 8.96 meters in the long jump គេថា Atlee នេះបានលោតបានចំនួនម៉ែត្ររបស់គាត់ហ្នឹងគឺ 8.96 ម៉ែត្រគឺថា 8.90 ណា 8.96 ណាចម្ងាយរបស់គាត់លោតបានវិញបានឆ្ងាយអូខេយើងអត់ដែលលោតនឹងទៅណាទេអូខេ 1 លំហាត់ទី1 Tony Elliott was just 30 centimeters behind Lee គេថា Tony Elliott ហ្នឹងគឺនៅក្រោយ Mr. Lee តែ30 cm ទេអង់គ្លេសទៅសេមកអូខេពាក្យ30ហ្នឹងគេសេថាម៉េចទី2 Jessie Cope ran the 100 meters in 9.6 seconds គាត់ Jessie Cope ហ្នឹងគឺរត់រយៈចម្ងាយគឺរត់បាន100 គីឡូម៉ែត្រក្នុងរយៈពេល 9.6 វិនាទីប៉ុន្តែដូចគាត់400 ម៉ែត្រមិញ400 ម៉ែត្រតែ400 ម៉ែត្រប្រើពេលតែ 1.5 វិនាទីអាហ្នឹងគេហៅ record ហ្នឹងគឺrecord ភាសាខ្មែរគេហៅថាឯកតកម្មអូខេគាត់ break the record គាត់បំបីឯកតកម្មហើយ This was
this was 2 and then B ហើយ 3 of a second faster than his last race ជាភាសាខ្មែរក៏គេថាលេខនេះចំនួនលេខប្រភេទនេះគាត់រត់លឿន 1/3 វិនាទីលឿនជាងការប្រកួតរបស់គាត់មុនយើងនឹងសេមក 3 ឬក៏អាណាមុន 2 មុនឬក៏ 3 មុន 2/3 ឬក៏ 2/3 អូខេអ្វីដែលយើងបានរៀនហើយយើងរៀនពីប្រភេទ fractions ខ្ញុំនិយាយជួនកាលប្រឡប់អ្នកនរគ្នាណាយើងទៅមើលមេរៀននឹងម្ដងទៀតបើមិនយើងនៅភ្លេចទេណាអូខេទី 4 Jenny Osday ran the 100 meters in 10.2 seconds អូ Jenny Osday នឹងគាត់រត់100 ម៉ែត្រមិន100គីឡូម៉ែត្រ100ម៉ែត្រក្នុងរយៈពេល 10.2 វិនាទីអូខេគាត់នេះ 9.6 okay. The US currently holds 19% នៃ medal មេដាយថានៅប្រទេសនៅសហរដ្ឋអាមេរិកជាថ្មីនេះគឺទទួលបានមេដាយ 19% អូខេមេដាយ 19% យើងទៅសេថាម៉េចជាភាសាអង់គ្លេសតែពេញមកដូចគេដូចឧទាហរណ៍ទី1ឲ្យមើលអញ្ចឹងណា Okay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងឆ្លើយនៅសំណួរក៏ដូចជាយើងនិយាយលឺហើយទៅសេលេខឲ្យបានត្រឹមត្រូវអ្វីដែលយើងត្រូវផ្ដោតលើលំហាត់នេះគឺយើងត្រូវផ្ដោតលើការសរសេរលេខព្រោះពាក្យអង់គ្លេសគេសរសេររួចហើយក្រៅពីនឹងលេខគេអត់សរសេរតែយើងសរសេរលេខឲ្យត្រឹមត្រូវហើយមុនបញ្ចប់សូមអ្នកទាំងអស់គ្នាកុំភ្លេចស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងក៏ដូចជាការស្ដាប់ជាមួយជនជាតិដើមផងដែរ Thank you see you in the next video Ed Lee jumped 8.96 meters in the long jump. Tony Elliott was just 30 centimeters behind Lee. Jessie Cope ran the 100 meters in 9.6 seconds. This was 2/3 of a second faster than his last race. Jenny O'Day ran the 100 meters in 10.2 seconds. The US currently holds 19% of the medals.